លោកឪវាយប្រហារស្រីដែលអះអាងខ្លួនថាជាស្រីស្នេហ៍លោកឪមុខមួយដូចក្រពើហើយលោកឪអួតថាកាលនៅកំឡោះមានតែមនុស្សស្រីមកញ៉ែលោកឪរហូតគេចាប់បង្ខំលោកឪមិនបានស្រីទាំងនោះប្តឹងលោកឪថែមទៀតលោកឪដែលខ្ញុំនិយាយគឺជាតាសក់សភ្នំត្បែងក្នុងនោះដែរតាសក់សភ្នំត្បែងបានបន្តថាហើយនាងម្នាក់ស្រីនោះក៏អញ្ចឹងដែរថាបានខូចខ្លួនជាមួយលោកឪតាំងពីក្រមុំតាំងពីអីណាណីយីលោកឪនៅកំឡោះតែមនុស្សស្រីលោកឪមិនហ៊ាននិយាយជាមួយផងលោកឪនិយាយឲ្យអស់រហូតដល់គេចាប់បង្ខំលោកឪទៀតលោកឪមិនព្រមផងមិនចេះតែឃើញស្រីផ្ដេសផ្ដាស់ទេលោកឪប្រាប់ឲ្យច្បាស់ចេះហើយពួកនាងឯងនេះអញមិនដែលស្គាល់សោះមុខមួយដូចក្រពើរួចថាមកខូចខ្លួននឹងឯងយីអ្នកឯងនឹងស្អីនាងអើយនាងខ្លួនជាស្រីមិនក៏ហ៊ាននិយាយអញ្ចឹងលោកឪនៅកំឡោះតែមនុស្សស្រីលោកឪមិនហ៊ាននិយាយជាមួយផងរហូតដល់គេចាប់បង្ខំលោកឪទៀតគេចាប់បង្ខំលោកឪមិនបានគេទៅប្តឹងដល់មេទៀតមេទាហានទៀតរួចមុខលោកឪទៅចាប់គេកើតដៃម្ខាងហ្នឹងអាណាចាប់គេអាណាលើស្រីណាខ្លះដែលថាលោកឪចាប់លោកឪសួរបកទៅវិញហើយថាដៃលោកឪទៅម្ខាងហ្នឹងចាប់ណាកើតនៅចេញមុខមកបកស្រាយវិញភ្លាមលោកឪអត់សុខចិត្តទេ